ประโยคได้คณะจัดตั้งในกรรมวิธีบ้านนิมนต์អង្គខ្ញុំព្រះករណាអាត្មាភាពលើកឡើងមកដើម្បីថ្លែងបញ្ជាក់ប្រាប់ទៅដល់បងប្អូនក៏ដូចជាចំណុចដែលអាត្មាត្រូវលើកយកមកសម្ដែងនៅពេលនេះទី1គណៈគ្រូបង្រៀនទាំងអស់ដែលបានចំណាយពេលបង្ហាត់បង្រៀនទៅដល់បងប្អូនអរិយកាល2ខែកន្លះថ្លៃមករួចហើយក៏បានប្រជុំនៅគណៈកម្មជួរគ្រូបង្រៀនគ្រប់ព្រះអង្គដើម្បីសម្រេចធ្វើនៅពិធីប្រឡងដាក់បន្ទុកឲ្យដល់បងប្អូននឹងឲ្យស្មើគ្នាទាំងអស់គឺមិនមែនដាក់ទៅតាមការស្មានទេគឺមានទម្រង់មានបែបបទកំណត់ត្រឹមត្រូវជាទីបំផុតគឺมันមានអកតេស្រឡាញ់ប្អូននេះដាក់បន្ទុកឲ្យច្រើនទៅស្អប់ប្អូននោះដាក់បន្ទុកឲ្យតិចទៅគឺមិនមែនអញ្ចឹងណាអញ្ចឹងគណៈកម្មការមេប្រយោគហ្នឹងបានតាំងចិត្តថាទោះបីថាប្អូនទាំងអស់គ្នាខំរៀនយ៉ាងណាក្តីដល់ពេលប្រឡងហ្នឹងដូចជាគ្រូបានឆ្លងអប់រំទៅដល់បងប្អូនថាកុំសំអាងថាខ្លួនហ្នឹងរៀនឆាប់ចាំរៀនបកកែការប្រឡងនេះគឺមិនមែនប្រឡងខាងចំណេះចេះចាំតែម្យ៉ាងតែប៉ុណ្ណោះទេចំណុចសំខាន់បំផុតនេះនៅខាងស្មារតីបងប្អូនខ្លះទៅគាត់ត្រេកអរខ្លាំងណាស់ពេលដែលគ្រូជីសំណួរភ្លាមគាត់អចំមកម្ដងនឹងយកលេខ1អពេកបែរជាស្លន់ស្លោព្រោះបញ្ហាខុសទាំងអស់ណែអាកន្លែងហ្នឹងគេហៅថាមន់ងប់ចាក់មន់រស់ប្រយ័ត្នឲ្យមែនទែនហើយចំណែកដែលបងប្អូនរៀនមិនសូវប្រកែទេប៉ុន្តែមានស្មារតីរឹងមាំចេះបណ្ណាចាំបណ្ណាគឺធ្វើត្រូវតាមសំណួរដែលគ្រូដាក់ចេញទាំងអស់ចឹងឲ្យចំណុចហ្នឹងគ្រូទាំងអស់អង្គមិនមានភាពអកតេគឺស្រឡាញ់ឬមួយក៏ស្អប់រូបណាទាំងអស់ទេជៀសវាងដើម្បីកុំឲ្យញាតិញោមដែលជាឪពុកម្ដាយរបស់បងប្អូនហ្នឹងមានការយល់ច្រឡំណាថាកូនឯងនៅផ្ទះខំរៀនមួយថ្ងៃបើយប់មិនដេក9មិនទៅប្រឡងទៅបានលេខក៏ទៅជួបវិញក៏មានការគិតយល់ឲ្យសោះណាអានោះដោយសារតែការភ្លៀងផ្្លត់ដូចជាអាត្មាបានលើកឡើងមកបាញ់វិញចឹងគាត់ភ័យពេកចាំហើយប៉ុន្តែទៅដល់ភ័យអស់ស្មារតីគាត់ចឹងសំខាន់វត្តនៅខាងស្មារតីនឹងបងប្អូនហើយអញ្ចឹងកថាតំណាងគណៈមេប្រយោគអាត្មាមិនបានរៀបរាប់ឲ្យវែងឆ្ងាយទេគ្រាន់តែលើកឡើងនៅចំណុចខ្លីតែប៉ុណ្្នឹងហើយបន្តមកទៀតក៏សូមថ្លែងអំណរអរគុណដែលជ្រាលជ្រៅចំពោះព្រះគ្រូដែលជាព្រះពុទ្ធសូត្រនៃវត្តមហាទុបយើងណាទោះបីជាព្រះអង្គកំពុងតែមានអាពាធយ៉ាងធ្ងន់ព្រះអង្គនៅតែលះបង់នៅពេលវេលាដើម្បីចូលរួមនៅក្នុងកម្មវិធីប្រកាសលទ្ធផលនឹងព្រមទាំងឧបត្ថម្ភទាំងថវិកាជាលុយជាទឹកប្រាក់នឹងទៅដល់កម្មវិធីប្រឡងទៀតផងហើយនឹងគណៈកងជួរគ្រូបង្រៀនគ្រប់អង្គដែលលះបង់នៅពេលវេលាបង្ហាត់បង្រៀនបងប្អូនផងលះបង់នៅទ្រព្យសម្បត្តិផ្ទាល់ខ្លួននឹងចាត់ជារង្វាន់ជូនទៅដល់បងប្អូនទៀតមិនត្រឹមតែប៉ុណ្ណោះនៅមានការចូលរួមយ៉ាងច្រើនអំពីសំណាក់គណៈកម្មការបដិតាចារញាតិយោពុទ្ធបរិស័ទទាំងអស់ដែលបានថាចេញជាទឹកលុយហ្នឹងជំនួយទៅដល់កម្មវិធីប្រឡងឲ្យប្រព្រឹត្តទៅបានយ៉ាងរលូននៅពេលហ្នឹងហើយអញ្ចឹងហើយអាត្មាសូមតំណាងឲ្យគណៈកម្មការចាត់តាំងនៃពិធីប្រឡងនោះសូមថ្លែងអំណរអរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតសូមបញ្ចប់សូមអរព្រះគុណនិងអរគុណនមស្ការចំពោះចាស់ចៅអធិការរួមទាំងប្រធេរាធេរាជាគ្រូធម្មមេចាដែលបានជួយបង្ហាត់បង្រៀនកន្លងទៅគឺថា2ខែកន្លះជិត3ខែសូមជម្រាបទៅដល់គណៈកម្មការអាចារ្យញោមវត្តនិងអស់លោកអ្នកជាតាត្រូវជាឪពុកម្ដាយរស់ក្មេងជាសិស្សទៅជាចៅនេះគឺថាមានការមកចូលរួមក្នុងការរៀនសូត្រកន្លងទៅគឺថាជិត3ខែអាត្មាក៏សូមមានចិត្តរីករាយនឹកឃើញថាសិស្សានុសិស្ស
គឺថាព្រមទាំងពុកម្ដាយខំប្រឹងដឹកនាំពំយកមករៀននៅក្នុងវត្តឲ្យបានចេះអក្សរជាតិរបស់ខ្លួនហើយព្រមទាំងចេះនៅរំក្បាច់នេះហេតុនេះហើយគឺថាអាត្មាភាពក៏មានការត្រេកអរនេះចំពោះគឺថាអរគុណដល់ញាតិញោមយាយតាពុទ្ធបរិស័ទទាំងអស់មកពីព្រះអាត្មាប្រហែលឆ្នាំក៏មានការអាពាហ៍ដូចជាគ្រូសូត្របាននិយាយចឹងហើយទៅឆ្នាំនឹងមកចូលរួមការលេងប្រឡងហៅបន្ទុកសិស្សសានុសិស្សវិចិត្រអាំងភ្លេចម៉ាញ់គឺថាឧទ្ទិសនាមឡើងទៅឈួរឡើងប៉ុន្តែភ្លេចតែដល់ពេលវាពាក់ទៅវាភ្លេចមុខភ្លេចក្រោយនេះវាមិនតែវីតនចាស់ទេប៉ុន្តែវាភ្លេចហេតុនឹងហើយគឺថាសូមនិយាយតាអនុគ្រោះបើតាមឧទ្ទិសនាមយើងឡើងឈួរហើយប៉ុន្តែវាភ្លេចហ្នឹងទៅបាច់នេះហេតុនេះហើយគឺថាថ្ងៃនេះគឺពិធីប្រកាសលទ្ធផលនៅខ្ញុំប្រកាសណាក៏ឃើញថាការរៀបចំហ្នឹងគឺល្អនេះល្អជាងរាល់ឆ្នាំហើយការភ្លៀងនោះក៏ភ្លៀងពីមិនទេហើយមិនដល់យើងធ្វើកិច្ចការអស់ភ្លៀងក៏ឃើញឲ្យតិចទៅជុំមិននឹងបានចូលធ្វើកិច្ចការហ្នឹងគឺការរលូនភ្លៀងឲ្យតិចទៅជុំហើយឃើញចំពោះសិស្សសានុសិស្សឆ្នាំហ្នឹងក៏រៀនបានច្រើនជាង100ឆ្នាំនៃការរៀនហ្នឹងបានរីកចម្រើនហើយយាយតាពុទ្ធបរិស័ទនោះក៏មានការបញ្ញារលឹកដែលបានដឹកនាំកូនចៅពំយកមករៀនណាអាត្មាភាពណាក៏សូមមានចិត្តត្រេកអរណាស់នេះសម្រាប់អ្វីព្រៀបទៅដល់ឆ្នាំដល់ហ្នឹងគឺថាយើងខំរៀនឲ្យបានច្រើនទាំងនឹងទៀតនេះគឺថាកូនចៅរបស់យាយតាពុទ្ធបរិស័ទហ្នឹងខំមកដឹកនាំមករៀនទៅមកពីលោកក៏រៀបចំបើសាលាឲ្យរៀនណានោះគឺថារៀន4ថ្នាក់នេះ4ថ្នាក់ក៏ឡើងទៅ5បន្ទប់មានភូមិអត្តកគីទៀតដែលហេតុនឹងហើយគឺថាឃើញការរៀនសូត្រនេះការរីកចម្រើនយើងរក្សានៅវប្បធម៌នេះគឺថាវិជាសាំងច័ន្ទណាគឺថាមានវិជាសាំងច័ន្ទហើយច័ន្ទនឹងសាំងជាតិតែជាតិនេះសាំងសាសនាយើងមានសាសនាហើយទើបរៀនแบบបដៅនៅកូនចៅទាំងឡាយដូចឥឡូវនោះមានជាគ្រូធម្មអាចារ្យទាំងអស់អង្គនេះខំប្រឹងទៅសិក្សារៀនសូត្រទៅដឹកនាំពំយកការនៅវិជាយកមកចែករំលែកឲ្យបងប្អូនឲ្យបានចេះបានដឹងនៅភាសាខ្មែរនិយាយជាភាសាខ្មែរហើយបើគ្រូធម្មទាំងអស់អង្គនោះគឺមកសង្ងំស្ងៀមនឹងគឺថាបងប្អូនក៏មិនបានចេះមិនបានដឹងហេតុនឹងហើយគឺថាដោយគ្រូធម្មអាចារ្យនេះគឺខំប្រឹងបើកសាលាហើយព្រមទាំងបដិជគុណក៏មានអនុញ្ញាតដោយបើកហើយព្រមទាំងសមាភិបពេទ្យដែរប៉ុន្តែក៏ចូលរួមដែរហេតុនឹងហើយគឺថាទាំងបើថាគ្រូធម្មអាចារ្យទាំងអស់អង្គបើកសាលាហើយគ្មានសិស្សទៀតក៏មិនដឹងធ្វើមិនរៀនហើយបើថាមានសិស្សច្រើនគ្មានគ្រូបង្រៀនក៏មិនដឹងមិនរៀនដែរហើយនឹងហេតុនឹងមានទាំងសិស្សទាំងព្រមទាំងគ្រូផងហើយមានទាំងពុទ្ធបរិស័ទយាយតាចូលរួមអស់គ្នាខំប្រឹងដឹកនាំជូនចៅយកមកមិនថាភ្លៀងមិនថាក្តៅគឺថាពេលថ្ងៃត្រង់ឡើងឃើញញាតិញោមគឺថាទៅជាតាជាយាយនាំមកហើយខ្លះពុកម្ដាយបងក្មេងគ្នាទៅរស់ស៊ីនៅឆ្ងាយប៉ុន្តែបើតាមអាត្មាឃើញដឹងគឺថាតាយាយច្រើនដែលមកនាំឲ្យមករៀនឃើញការនេះគឺជាយើងល្អកន្លែងនឹងហេតុនោះហើយគឺពេលវេលាមានកំណត់ហើយនិយាយច្រើនក៏មិនសូវបានស្រួលមកពីសុខភាពមិនសូវបានល្អហេតុនេះសូមនិយាយតាអនុគ្រោះដល់អាត្មាភាពផងហេតុនេះមិនបញ្ចប់ក៏សូមឲ្យយាយតាពុទ្ធបរិស័ទហើយព្រមតែសិស្សសានុសិស្សគឺតែចាប់ពីការរៀនភាសាខ្មែរយើងក៏ចូលទៅរៀនភាសាសកលវិញហើយខំប្រឹងនៅយើងកំថារៀនភាសាសកលហើយយើងចូលភាសាខ្មែរវាភ្លេចទៀតណាដូចជាគ្រូខាងដើមអញ្ចឹងនិយាយថាតិចចូលទៅរៀនឲ្យប្រយ័ត្នភ្លេចយើងទៅយកសភៅហ្នឹងហើយយកមក
rồi lực là tớp nâng về chăm hay bờ thái dương mình do mò lực về phịch để hạt những cứ mà phiệpก็สู้ออกกุนตัดดอกกรูทำเมจาแต่งอ่างให้พร้อมแต่งปฏิบัติศาสตร์พร้อมแต่งกรูแข่งไฟมัมนะแข่งนแข่งเธอนกรมเยิงได้มาช่วยขัดเขียนแต่งมันทาเพลียงมันทากระเดาที่ต่างยุกนาเพลียงกับเมาได้เบิดตามธรรมาโนกินดัดเมินนะก็แต่สวมออกกุนให้ออกกุนแต่งทางกล้องทางหัวเราแต่งออกคะแนนบางช่วยมองหัวดำไปสับทรายอ่อยบานดึงอ่อยบานเคยกาปิดปิดดอกบ่วัดอะไรเตโจมาตบโดยเมียนครูทอมเมจาแต่อ่างบานรวบรวมโมบางสลาให้ติดเป็นจับอัตมาเปลวประซุมประสติปูแต่หอยบานชั่วประแต่เราสิกระไดซอกสิกระไดกำรันครบประกาส้มไปจับ